នឹងស្វាគមន៍បងប្អូនអរគ្នាមកកាន់ការវិភាគហាងឆេមៀអន្តរជាតិសម្រាប់ថ្ងៃទី22ខែកក្កដាឆ្នាំ2026ហាងឆេមៀនៅថ្ងៃទី21និងថ្ងៃទី22នេះគឺមានការកើនឡើងជាង$130នៅក្នុង1អោនបាទបច្ចុប្បន្នគឺមានស្ថិតនៅលើតម្លៃ$4,130នៅក្នុង1អោនស្មើប្រហែលតម្លៃហាងឆេមៀខ្មែរយើងគឺ$4,975នៅក្នុង1តម្លឹងឬក៏$497នៅក្នុង1ជីបាទអញ្ចឹងទិសដៅរបស់មាសសម្រាប់តំបន់ជួញដូរនៅថ្ងៃនេះគឺយើងឃើញថាមាសបានបដូរទិសដៅមកទៅជាទំនោរឡើងហើយទំនោរឡើងគឺទំនោរជាមួយនឹងកម្លាំងទៀតផងអញ្ចឹងហើយល្អបំផុតបងប្អូនសម្រាប់ថ្ងៃនេះគឺរងចាំទិញនៅពេលដែលទីផ្សារ retracement បងប្អូនអាចរងចាំទិញបានអញ្ចឹងបច្ចុប្បន្នទីផ្សារនៅតម្លៃ130នេះគឺជា resistance បាទ resistance តំបន់កាលពីសប្តាហ៍មុនអញ្ចឹងកន្លែងនេះគឺជាតំបន់ sell ហើយបច្ចុប្បន្នទីផ្សារកំពុងតែស្ថិតនៅតំបន់នេះតែម្ដងអញ្ចឹងបងប្អូនអាច sell បានក្នុងករណីដែលទីផ្សារចុះមកដល់តំបន់4129បងប្អូនអាចចូល sell ហើយដាក់ stop loss នៅលើ4135ឬក៏តំបន់4140តែម្ដងដែលជាកម្លាំងដែលទីផ្សារឡើងទៅដល់ព្រឹកមិញនេះហើយបងប្អូនអាច take profit វិញគឺតំបន់4100បាទអាច4100បងប្អូនអាច take profit បានតែក្នុងករណីដែលខុសបងប្អូនឲ្យវាខាតត្រឹមតែ$5ទៅ$10ក្នុង1អោនប៉ុន្តែបើសិនជាត្រូវបងប្អូនត្រូវយកឲ្យដល់តំបន់4110ឬក៏4120ទៅបាទតំបន់នេះគឺយើងអាចយកបានបាទអញ្ចឹងទិសដៅរបស់មាសគឺឡើងអញ្ចឹងបើល្អបំផុតគឺរងចាំទិញវិញអញ្ចឹងក្នុងករណីដែលទីផ្សារមាន retracement បងប្អូនអាចរងចាំទិញនៅតំបន់ទី1គឺ4090ទៅកាន់តំបន់4100តំបន់នេះគឺជាតំបន់ resistance ពេលដែលផ្សារ CPI អញ្ចឹងក្នុងករណីដែលទីផ្សារបកមកដល់តំបន់នេះបងប្អូនអាចរងចាំទិញបានល្អបំផុតគឺមាន bullish candlestick នៅក្នុងនេះឬក៏រងចាំ break structure time frame 1នាទីបងប្អូនអាចចូលទិញបានហើយប្រើ stop loss ក្រោមតំបន់4090អាចជាតំបន់4085ឬតំបន់4080គត់ក៏បានដែរហើយ take profit វិញបងប្អូនអាចយកតំបន់មកដល់តំបន់4120ឬក៏តំបន់4130នេះតែម្ដងបាទសម្រាប់តំបន់ទិញទី2តំបន់ទិញទី2គឺជាតំបន់ support និង resistance មួយដែរដែលល្អដូចគ្នាគឺតំបន់4070ទៅកាន់តំបន់4060អញ្ចឹងតំបន់នេះគឺបងប្អូនអាចរងចាំទិញបានហើយបងប្អូនអាចប្រើ stop loss ក្រោមតំបន់4060អាចជា55ឬក៏50គត់តែម្ដងហើយបងប្អូន take profit វិញគឺតំបន់4090ឬក៏តំបន់4100បាទអញ្ចឹងធ្វើម៉េចឲ្យបាន stop loss ចន្លោះពី$10ទៅ$15 take profit ឲ្យបានចន្លោះពី$20ទៅ$30បាទសម្រាប់តំបន់ទិញចុងក្រោយគឺតំបន់4030និងតំបន់4020ដែលជាតំបន់ market structure ដែលជាតំបន់ទីផ្សារ reverse បាទ break ហើយ reverse មកដល់ពេលបច្ចុប្បន្ននេះបងប្អូនអាចចាំទិញនៅតំបន់នេះបានហើយប្រើ stop loss ក្រោមតំបន់4020អាចជាតំបន់4015ក៏បានឬក៏តំបន់4010គត់ក៏បានហើយបងប្អូន take profit វិញគឺបងប្អូនអាចយកតំបន់4070នេះតែម្ដង4050ទៅដល់តំបន់$4070នៅក្នុង1អោនឥឡូវចូលដល់តំបន់លក់បាទអញ្ចឹងបច្ចុប្បន្នទីផ្សារមកដល់តំបន់លក់ទី1របស់យើងអញ្ចឹងបច្ចុប្បន្នបងប្អូនអាច skip ក៏បានឬក៏បងប្អូនអាច take risk ចូលនៅតំបន់នេះបងប្អូនអាចប្រើ stop loss លើតំបន់4140ហើយបងប្អូន take profit វិញគឺតំបន់4120ដោយសារយើង short term នៅកន្លែងនេះដោយសារទីផ្សារមកដល់ស្រាប់អញ្ចឹងបងប្អូនអាចលក់តំបន់នេះបានបាទនៅតំបន់លក់ទី2របស់យើងគឺតំបន់4180ទៅកាន់តំបន់4190ដែលជា resistance សំខាន់មួយដែលទីផ្សារធ្លាប់ឡើងមកដល់ហើយបកតំបន់នេះយើងអាចនិយាយថាចន្លោះពីតំបន់4180ទៅដល់តំបន់4200បងប្អូនអាចរងចាំលក់នៅ zone នេះបានប៉ុន្តែបងប្អូនត្រូវប្រើ stop loss បាទបើល្អបំផុតគឺមាន bearish candlestick លើ time frame 15នាទី1ឬក៏30នាទី1ចាំបងប្អូនចូលហើយបងប្អូនប្រើ stop loss លើស្មើ candlestick ណាដែលខ្ពស់ជាងគេឧទាហរណ៍ថាបើបងប្អូនចូលទៅនេះបងប្អូនត្រូវប្រើ stop loss លើស្មើ candle ដែលខ្ពស់ជាងគេបាទអញ្ចឹងកន្លែងនេះបងប្អូនអាច sell បានហើយប្រើ take profit វិញឲ្យបានចន្លោះពី20ទៅ$40នៅក្នុង1អោនអញ្ចឹងបើ sell នៅតំបន់4180បងប្អូន take profit វិញគឺតំបន់4140បាទអញ្ចឹង4140គឺនៅតំបន់នេះតែម្ដងបាទអញ្ចឹងបើ sell នេះគឺបងប្អូន take profit នៅនេះបាទហើយសម្រាប់តំបន់លក់ចុងក្រោយរបស់យើងគឺ4220ទៅកាន់តំបន់4230 4220 230នេះក៏ជា resistance ល្អដែរតែបច្ចុប្បន្ននៅក្នុង chart យើងអត់មានឃើញទេប៉ុន្តែបើយើងមើលលើ time frame 4ម៉ោងវាជា resistance អញ្ចឹងកន្លែងនេះបងប្អូនអាចរងចាំលក់ហើយបងប្អូនអាចប្រើ stop loss លើតំបន់4230អាចជាតំបន់4240តែម្ដងបាទហើយបងប្អូន take profit វិញគឺយកតំបន់4190ឬក៏4180គត់នេះតែម្ដងចាំថាបើ sell នៅតំបន់ទី3 take profit គឺតំបន់ទី2របស់យើងដែលជាតំបន់លក់នឹងឯងហើយប្រើ stop loss ការពារដើមទុនរបស់យើងអញ្ចឹងជាទូទៅសម្រាប់ការលក់ដោយសារបច្ចុប្បន្នកម្លាំង momentum នៅច្រើន
អញ្ចឹងការលក់របស់យើងគឺត្រូវប្រើ stop loss ការពារការទិញក៏ដូចគ្នាក៏ត្រូវប្រើ stop loss គ្នាព្រោះបច្ចុប្បន្ននេះទីផ្សារឡើងមកវិញនេះក៏ដោយសារតែទី1ពាក់ព័ន្ធជាមួយនឹងការសម្រុកទិញមាសរបស់ធនាគារកណ្ដាលនៅលើពិភពលោកដូចជាចិនរុស្ស៊ីនិងបណ្ដាប្រទេសមួយចំនួនគេសម្រុកទិញមាសដើម្បីធ្វើជាទ្រព្យការពារសុវត្ថិភាពដើម្បីបញ្ជៀសពីអតិផរណានៃលុយដុល្លារអញ្ចឹងហើយយើងឃើញថាមាសចាប់ផ្ដើមបកឡើងវិញបាទអញ្ចឹងការវិភាគបច្ចេកទេសរបស់ខ្ញុំគឺមានត្រឹមប៉ុណ្នេះប៉ុន្តែបងប្អូនត្រូវតាមព័ត៌មានពាក់ព័ន្ធមួយសង្គ្រាមអាមេរិកជាមួយអ៊ីរ៉ង់ឲ្យជាប់ពិសេសពាក់ព័ន្ធនឹងការវាយប្រហារផ្សេងៗមាសអាចនឹងចុះមកវិញបើមិនមានការចរចាមាសអាចបន្តឡើងទៅវិញបាទអញ្ចឹងទូទៅគឺបងប្អូនត្រូវទៅតាមព័ត៌មានហ្នឹងគឺវាជាព័ត៌មានក្តៅបាទអញ្ចឹងចុងក្រោយសូមជូនពរបងប្អូនទាំងអស់គ្នាឲ្យចូលជួយដូរចំណេញគ្រប់គ្នាបាទសូមអរគុណ